1460 ជើងនៅតាមប្រលានធំប្រកាសបិទរដ្ឋាភិបាលពីថ្ងៃហើយដែលប្រលានយន្តហោះអាមេរិកជាច្រើនត្រូវលុបចោលជើងហោះហើរព្រោះតែការបិទរដ្ឋាភិបាលនៅតែបន្តដែលមិនទាន់មានដំណោះស្រាយបានចាប់តាំងពីថ្ងៃសុក្រទី 7 ខែវិច្ឆិកាមកអាកាសចរអាមេរិកបានលុបចោលការហោះហើរ 1460 ជើងនៅតាមប្រលានយន្តហោះធំចំនួន 40 ទូទាំងប្រទេសការលុបចោលនេះគឺដោយសារតែកង្វល់អំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសព្រោះថាការបិទរដ្ឋាភិបាលបាននាំឲ្យមានកង្វះខាតអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដែលសារពួកគេមិនទទួលបានប្រាក់ឈ្នួលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយស្របពេលជាមួយគ្នានោះរដ្ឋាភិបាលអាកាសចរអាមេរិកព្រមានថាការលុបចោលនឹងបន្តទៀតជាពិសេសនៅតាមទីក្រុងធំដូចជា Atlanta, New York, San Francisco, Chicago និង New York បើរដ្ឋាភិបាលគ្មានដំណោះស្រាយឈានដល់ការបើកឡើងវិញទេនោះសូមជម្រាបថារដ្ឋាភិបាលអាមេរិកត្រូវបិទដោយសារតែសភាទាំងពីរបកមិនឯកភាពលើកញ្ចប់ថវិកាប្រើប្រាស់សហព័ន្ធថ្មី